ហើយក្តៅអញ្ចឹងមានបញ្ហាប្រឈមមែនទែនជាមួយនឹងការដាច់ទឹកដាច់ភ្លើងនិងបញ្ហាអគ្គិភ័យជាដើមហើយបញ្ហាទាំងអស់ហ្នឹងមិនមែនកើតឡើងនៅតែប្រទេសកម្ពុជាយើងទេក្នុងវីដេអូនេះ admin នឹងបង្ហាញអំពីយុទ្ធសាស្ត្រក្នុងការរក្សាទឹកនិងការការពារពីអគ្គិភ័យរបស់ភូមិមួយនៅប្រទេសជប៉ុនដែលមានឈ្មោះថា Shirakawa-kuព្រឹត្តិការណ៍នេះកើតមាននៅភូមិ Shirakawa-ku ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅកណ្ដាលប្រទេសជប៉ុនហើយភូមិនេះក៏ជាច្រកទ្វារបង្ហាញពីស្ថានភាពភូមិពីអតីតកាលរបស់ប្រទេសជប៉ុនផងដែរវាមានភាពល្បីល្បាញដោយសារតែផ្ទះចម្ការកៅស៊ូគូរីប្រពៃណីដែលមានដំបូលប្រក់ស្មៅនៅក្នុងភូមិនេះសុទ្ធតែសំណង់ឈើនិងមានដំបូលប្រក់ស្មៅទៀតលក្ខណៈទាំងអស់នេះហើយដែលធ្វើឲ្យសំណង់ទាំងនេះងាយឆេះមែនទែនហើយបើមើលពីទីតាំងវិញវានៅដាច់ស្រយាលទៀតដែលធ្វើឲ្យមានការលំបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅដល់បានលឿនឆាប់រហ័សទាន់ពេលហើយនេះគេតែងតែធ្វើការសមសម្ពយុទ្ធអគ្គិភ័យ2ទៅ3ដងជារៀងរាល់ឆ្នាំជាធម្មតានៅរដូវស្លឹកឈើជ្រុះឬក៏រដូវរងាដែលមានការចូលរួមពីអ្នកពន្លត់អគ្គិភ័យក្នុងស្រុកអ្នកស្រុកនិងភ្ញៀវទេសចរផងដែរវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home បើបងមានគោលបំណងក្នុងការសាងសង់ផ្ទះ admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចបងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេការធ្វើបែបនេះព្រោះដើម្បីហ្វឹកហាត់ការការពារបន្ថយសីតុណ្ហភាពក្តៅខ្លាំងបង្កើនការប្រុងប្រយ័ត្នមួយទៀតវាក៏ជួយបង្ការអគ្គិភ័យផងដែរវាកាត់បន្ថយឱកាសនៃការឆាបឆេះភ្លើងឬក៏ភ្លើងដែលកើតមាននៅក្បែរនោះតាមរយៈការប្រើប្រាស់ប្រព័ន្ធបាញ់ទឹកការពារអគ្គិភ័យដោយស្វ័យប្រវត្តិប្រព័ន្ធបាញ់ទឹកមានកាណុងបាញ់ទឹកដាក់ជាយុទ្ធសាស្ត្រនិងបំពង់ក្រោមដីនៅជុំវិញភូមិកាណុងទាំងនេះត្រូវបានគេប្រើនៅលើបង្គោលហើយបាញ់ទឹកគ្របដណ្ដប់ទៅលើផ្ទៃភូមិទាំងមូលបានយ៉ាងទូលំទូលាយប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីឲ្យមានសកម្មភាពយ៉ាងឆាប់រហ័សនិងដោយស្វ័យប្រវត្តិក្នុងករណីមានអាសន្នភ្លាមតែអ្នកទាំងអស់គ្នាឆ្ងល់អត់ទឹកនឹងមើលទៅមានកម្លាំងខ្លាំងមែនទែនរួចគេយកវាមកពីណាទឹកដែលគេប្រើប្រាស់នេះមានប្រភពមកពីទី1ទន្លេនិងអាងស្តុកទឹកនៅក្បែរនោះទឹកត្រូវបានបូមចេញពីប្រភពធម្មជាតិជុំវិញភូមិ Shirakawa-ku ភូមិមានធុងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ទឹកមួយចំនួនមានប្រភពមកពីបណ្ដាញទឹកសាធារណៈបើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង follow page Home Life ដើម្បីទទួលបាននូវវីដេអូថ្មីៗជារួមមកនេះមិនមែនជាការបាញ់ទឹកលេងទេតែជាការហ្វឹកហាត់ការពារភូមិបេតិកភណ្ឌពីអគ្គិភ័យគោលបំណងគឺដើម្បីការពារភូមិទេតែបានតាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំមួយវិញទៀតអ្វីដែលយើងអាចរៀនបានពីភូមិ Shirakawa-ku គឺការស្រឡាញ់ការព្យាយាមថែរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួនអ្វីដែលពិសេសមួយទៀតគឺយើងអាចរៀនបានពីបច្ចេកទេសក្នុងការស្តុកទុកទឹករបស់ភូមិនេះសម្រាប់ការពារភូមិរបស់ខ្លួនផងដែរជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ